អនុញ្ញាតលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ជាទីគោរពនិងជាទីរាប់អានថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់មកទស្សនាបុណ្យវិសាខបូជាហើយសម្រាប់ថ្ងៃផងដែរគឺជាការរៀបចំមុននៃថ្ងៃប្រពៃពិធីបុណ្យវិសាខបូជាមួយថ្ងៃដែលការរៀបចំធ្វើឡើងនេះគឺនៅបរិវេណវត្តពោវិលទឹកដីនៃខេត្តបាត់ដំបងដូច្នេះបងប្អូនយើងចង់ដឹងថាតើបុណ្យវិសាខបូជាគេរៀបចំតុបតែងកែលម្អសោភ័ណភាពយ៉ាងណាយ៉ាងណីតោះទៅទស្សនាជាមួយនឹងខ្ញុំបាទទាំងអស់គ្នាដូចតទៅបាទនៅផ្នែកខាងមុខព្រះវិហារក៏មានដាក់រៀបចំទាំង banner មួយយ៉ាងធំតែម្ដងបងប្អូនប្រិយមិត្តទាំងអស់ហើយដាក់រូបព្រះសម្មាសម្ពុទ្ធហើយក៏មានសរសេរផ្ទៃអក្សរយ៉ាងច្បាស់ស្រស់ស្អាតដាក់ថាបុណ្យពិសាខបូជាផងដែរហើយក៏មានការរៀបចំរបស់ក្រុមបងផ្នែកខាងជាងក៏រៀបចាប់ផ្ដើមដាក់ឲ្យបងប្អូនយើងបាទនឹងថាគាត់រៀបចំដាក់យ៉ាងណាយ៉ាងម៉េចលើតាមដានទស្សនាបន្តបាទបងប្អូនបាទមានឆ្ងល់ទេអារូបស្នោផ្ទាំងហ្នឹងគឺរៀបចំដាក់ដើម្បីអ្វីដែរបងប្អូនយើងដឹងទេបើសិនជាដឹងហើយកុំភ្លេចចូលរួមខមមិនខាងក្រោមវីដេអូរបស់ខ្ញុំបាទផងឥឡូវនេះបងជាងគាត់កំពុងតែរៀបចំដាក់ហើយខ្ញុំបាទក៏អត់ហ៊ានសួរនាំគាត់ដែរដោយសារតែគាត់មមាញឹកក្នុងការរៀបចំនេះបាទពិតជាឆ្ងល់មែនទែនបងប្អូនយើងបាទមិនដឹងថានេះអាស្នោនេះគោលបំណងនៃការដាក់ហ្នឹងគឺរៀបចំទៅជាប្រភេទអ្វីដែរហើយដូចខ្ញុំបានបញ្ជាក់ជូនខាងដើមដែរគឺអត់ហ៊ានរំខានសួរនាំបងគាត់ជាងទេដោយសារតែកំពុងតែមមាញឹកនៅក្នុងការរៀបចំទីកន្លែងឥឡូវនេះមើលទៅវាអត់តន់សូវជាស្រស់ស្អាតអីទេចាំមើលតតែបន្តិចទៀតគាត់រៀបចំឲ្យហើយទៅទើបឃើញថាស្រស់ស្អាតយ៉ាងណាយ៉ាងណីថ្ងៃទៅមួយទៅវិញញ៉ាំមួយថ្ងៃខ្ញុំថតតាមចូលពាក់បំណងគេក្រៅថតគេចូលរួមខ្ញុំពេញថតពាក់បំណងគេមាន
បើក៏ថ្មីប្រើណាបងទេផ្ដាច់ច្រើនទៅវាមកឆាតឆាតអត់ក្រនៅវីដេអូស្នោបាញ់គុណមានទេ